Mà bong ở chỗ số bong là ní chỉ biết tao tại tao từ lời ca cục rừng từ lời ca tới chỗ một ca lộ chơi như cục rừng stock chẳng là bong bạn chẳng tìm muối bằng hai món tại tao từ lời ca tới chỗ chẳng tới chỗ dùng mình tại lời phong sản vật cháy dùng mình tại lời ca vật cháy quay dùng mình vật cháy code bạn dùng mình tại lời vật cháy order dùng mình gọi CPO dùng mình gọi return dùng mình AP design boy dùng mình AP invoice chẳng tại ca tới stock chỗ ngoài từ ca từ stock tam giờ AP invoice được gọi CPO bàn chẳng là bong chẳng dùng từ ca từ tam giờ AP invoice nhưngធ្វើការរើសឈ្មោះ supplier បើដែលបងទិញមកពី supplier ណាមកហើយបងឲ្យធ្វើការ create supplier បងភ្លាមៗលើនឹងក៏បានដែរអញ្ចឹងណាបងប៉ុន្តែបើសិនជាបងមាន supplier ស្រាប់ហើយបងធ្វើការ select ឈ្មោះ supplier បងចឹងមកតើបងជឿរើស item ដែលបងទិញចូលមានគេខ្លះអញ្ចឹងណាបងរខ្ញុំមាន 3CE គេចឹងរខ្ញុំទិញ stock ប៉ុណ្ណេះចូលអូខេបងអញ្ចឹងខ្ញុំដាក់ចំនួនដែលបងទិញចូលចំនួនប្រមាណហើយខ្ញុំទិញចូល100អញ្ចឹងខ្ញុំដាក់មុខ100ចឹងមកអូខេបងអញ្ចឹងតែហ្នឹងចំនួនយើងអស់ប្រមាណអស់2500ចឹងទៅហើយយើងត្រូវការចុចពាក្យ add មកពេលនោះ stock នឹងទៅចូលឃ្លាំងរបស់បងអីចឹងណាបងបាទអូខេបងអញ្ចឹងអាហ្នឹងតើទាំងការទិញ stock ចូលមកបន្តមួយទៀតតើទៅលើការលក់ចេញយើងមានទី1តើទៅលើ sell quote យើងអាចធ្វើការចេញ quote ទៅឲ្យ view របស់បងបានអញ្ចឹងតើការចេញ quote ដល់ view ដែលបងត្រូវការ quote មើលថាតម្លៃរបស់បងលក់ឲ្យគេនឹងប្រមាណអញ្ចឹងបងអាចធ្វើការចេញ quote ឲ្យគេបានអញ្ចឹងខ្ញុំចេញ quote ឲ្យឈ្មោះវិស័យនេះចុះមានអីគេខ្លះខ្ញុំអញ្ចឹងខ្ញុំរើសឈ្មោះ 3CE ទៅដែរអូខេអញ្ចឹងខ្ញុំធ្វើការចេញ quote នេះឲ្យគាត់ទៅអូខេអញ្ចឹងខ្ញុំដាក់ចំនួនដែលគាត់បងលក់ឲ្យគាត់ប្រហែលគាត់យកនេះប្រហែល50អញ្ចឹងចុះនេះ40នេះ60អញ្ចឹងទៅហើយអានេះប្រហែល10នេះ30អញ្ចឹងណាបងអូខេអញ្ចឹងសរុបសេចក្តីហ្នឹងសរុប quote ហ្នឹងអស់ប្រហែល$3020អញ្ចឹងទេអញ្ចឹងនៅលើនេះបើបងចង់ discount ទៅតាមមុខទំនិញណាមួយក៏បានឬក៏បងចង់បញ្ចុះតម្លៃសរុបនៅខាងក្រោមនេះក៏បានដែរបើបងចង់ចុះតម្លៃប្រមាណលើនឹងអញ្ចឹងណាបងបងចង់ចុះតម្លៃទៅលើ quote មួយនឹងប្រមាណភាគរយបងអាចធ្វើការបញ្ចុះតម្លៃបានព្រោះបងមានការបញ្ចុះតម្លៃទេបងចុច sale ចេញមកជាការស្រេចហើយតើហើយករណីរក view confirm quote នឹងហើយបងអាចធ្វើការដាក់ order បានដាក់ sell order បានវាថា view គាត់ confirm ហើយអញ្ចឹងណាបងបាទអញ្ចឹងបងក៏ធ្វើការ copy quote ហ្នឹងនេះ quote នៅដែលយើងធ្វើមិញហ្នឹងវា load មក list order ហ្នឹងឯងអញ្ចឹងនៅលើហ្នឹងវាបង្ហាញដូចគ្នាបើបងចង់ឈូស item ថែមបើសិនជាបងចង់ edit ចំនួន quantity រក view យកខ្លះ event បងអាចធ្វើការ edit quantity នៅលើហ្នឹងបានហើយតម្លៃបងធ្វើការចុះតម្លៃនៅលើ sell order ហ្នឹងបានអញ្ចឹងណាបងបាទតើហើយរហូតបង confirm មកហើយបងរើសថ្ងៃ delivery បានរហូតថ្ងៃដឹកឲ្យគាត់ថ្ងៃណាមានថ្ងៃដែលបងធ្វើការដឹកorder ហ្នឹងឲ្យគេថ្ងៃណាអញ្ចឹងណាបងបាទអញ្ចឹងបងធ្វើការចុច sell យកមករួចរាល់បងមានថាបងធ្វើការដាក់ order ហើយអញ្ចឹងដល់ពេលបងធ្វើការដឹកអីវ៉ាន់នេះគេយើងមានតាក់ទងទៅលើ sell delivery អញ្ចឹងនៅលើ sell delivery នេះបងអាចធ្វើការបងចង់ដឹកអីវ៉ាន់ដែលគេដាក់ order មិញបងធ្វើការដឹកអីវ៉ាន់អញ្ចឹងបងគាត់ធ្វើ copy from ពីណាពី sell order មកយើងដឹកឲ្យគេទៅលើ invoice លេខ4ហ្នឹង sell order លេខ4ហ្នឹងឈ្មោះពិសេសហ្នឹងយើងគាត់ចុច copy from ពី order ហ្នឹងមកអញ្ចឹងពេលយើងធ្វើការដឹកអីគេយើងចុច sell មកពេលនោះ stock នឹងកាត់ចេញពីឃ្លាំងរបស់បងហើយអញ្ចឹងខ្ញុំធ្វើការចុច sell មកមានថាយើងដឹកអីវ៉ាន់អីគេពេលយើងចុច sell ចេញមកយើងដឹកអីគេអញ្ចឹង success អញ្ចឹង stock នឹងកាត់ចេញពីឃ្លាំងរបស់បងអញ្ចឹងដើម្បីដឹកអីគេហើយបងត្រូវការចេញ invoice លក់ទៅឲ្យគេទៀតអញ្ចឹងបងគាត់ចុចមកលើ AI invoice នេះមកបងធ្វើការ copy from ពី delivery របស់បងហ្នឹងហើយបងមកធ្វើចេញ invoice ពេលនោះបងនឹងប្រកាសជាចំណូលរបស់បងអញ្ចឹងណាបងហើយបងធ្វើការចុច sell ចេញមកអូខេបងអញ្ចឹងពេលបងចេញ invoice ទៅឲ្យគេ invoice មួយហ្នឹងបងអត់ទាន់បានទទួលលុយទេក៏បងថាប្រកាសជាចំណូលរបស់បងអញ្ចឹងណាបងអញ្ចឹងដើម្បីពេល view សងលុយមកបងអាចធ្វើការទៅទទួលលុយបាននៅក្នុង payment នៅក្នុង incoming payment អញ្ចឹងបងក៏រើសឈ្មោះដែលគាត់ទិញបងមិញឈ្មោះពិសីហ្នឹងនឹង load invoice ដែលគាត់ទិញយើងមិញទេបង invoice ហ្នឹងចំនួន3020ហ្នឹងអញ្ចឹងដល់បង select ចឹងមករកគាត់ចង់បង់ខ្លះបើធ្វើការបង់ខ្លះបានរកគាត់ចង់បង់ប៉ុន្មានអញ្ចឹងបងកំណត់មកថាគាត់ចង់បង់1500អញ្ចឹងបងវាយ1500អញ្ចឹងមកហើយបងវាយនៅលើនេះ1500ដើម្បីទទួលលុយ1500ហ្នឹងអញ្ចឹងណាបងបាទតើបងចុចពាក្យ add មកអូខេអញ្ចឹងករណីបើសិនជាបងចង់ទៅមើលគាត់ឈ្មោះមិញនៅលើ invoice មិញនឹងថយទឹកប្រាក់នៅសល់តែ1520ទេអញ្ចឹងណាបងកន្លែងហ្នឹងបើសិនចង់មើល web ហ្នឹងហើយក៏យើងមានតាក់លើ report ជាពាក់ដូចគ្នាដែរអញ្ចឹងណាបងតិចទៀតខ្ញុំបង្ហាញបងតាក់នៅលើ report ហ្នឹងអូខេអញ្ចឹងនៅលើ sale ហ្នឹងយើងមានច្រើនដូចជាតាក់ទៅលើ sale quote sale order sale delivery return delivery មាន return វិញ
តែតឹងទៅលើ AR down payment តែការធ្វើលុយកក់ទទួលលុយកក់អីចឹងណាបងបាទអញ្ចឹងមកធ្វើការ down payment ទទួលលុយកក់អីបានពេលបងធ្វើ down payment មករកភ្ញៀវមួយហ្នឹងគាត់កក់លុយប៉ុន្មានរកខ្ញុំរើសឈ្មោះពិសីដដែលហើយគាត់កក់ទៅលើខ្លះចឹងខ្ញុំ select មកកន្លែងហ្នឹងយើងអត់ទាន់កាត់ stock ចេញទេយើងគាត់ទទួលលុយកក់ទេអញ្ចឹងណាបងយើងធ្វើការ select item 3ចេះចុះហើយគាត់កក់នឹងរក100ចឹងទៅរកទឹកអស់ទឹកប្រាក់ប្រហែលអស់400ហើយខ្ញុំ select ច្រើនទៀតអស់470ដុល្លារអញ្ចឹងរកគាត់កក់ប៉ុណ្ណឹងគាត់កក់ប៉ុណ្ណឹងយើងអាចធ្វើការវាយមកហើយយើងចុច sell ទាំងអស់420អញ្ចឹងយើងចុច sell មកតោះហើយយើងចុចតាក់ទងទៅលើទឹកប្រាក់ down payment តើគាត់កក់ប្រមាណនៅលើ470ដុល្លារហ្នឹងណាបងអញ្ចឹងគាត់កក់បងគាត់បាយជាភាគរយក៏បានជាសាច់ប្រាក់ក៏បានដែរអញ្ចឹងខ្ញុំគិតថាគាត់កក់ 30% នៃតម្លៃ470ហ្នឹងអញ្ចឹងខ្ញុំចុច 30% ចេញមកអញ្ចឹងមក141អញ្ចឹងណាបងបាទអញ្ចឹងពេលបងចុច sell មករួចរាល់ហើយតោះហើយពេលបងធ្វើការទទួលពេលបងកក់លុយត្រូវទៅទទួលលុយកក់អញ្ចឹងនៅលើលុយកក់នេះបងអាចធ្វើការទទួលលុយកក់នៅក្នុងតាមរយៈ incoming payment នេះហើយបងទៅរើសឈ្មោះគាត់មិញមកឈ្មោះពិសីវិញហ្នឹងហើយមាន invoice ដែលគាត់ធ្វើការ deposit កក់មិញហ្នឹង down payment ហ្នឹងបងអាចធ្វើការបង់ទទួលទឹកប្រាក់ប៉ុណ្ណឹងបាន141អូខេបងអញ្ចឹងបងទទួលទឹកប្រាក់ប៉ុណ្ណឹងមកអញ្ចឹងពេលបងធ្វើការចេញ invoice ឬក៏លក់ឲ្យគាត់អញ្ចឹងមកដល់កាន់តែបងលួយគាត់អញ្ចឹងកន្លែងនេះខ្ញុំបានបញ្យល់បងតាក់ទងទៅលើការចេញ quote ចេញ order ចេញ delivery ហើយចូលមកដល់ទទួលលុយកក់អញ្ចឹងតាក់ទងការចេញ invoice បងអាចធ្វើការចេញ invoice តែម្ដងក៏បានដែរមានថាពេលបងចេញលក់អីគេបងចេញ invoice តែម្ដងក៏បានដែរអញ្ចឹងមកចេញលើ invoice ខ្ញុំធ្វើការជ្រើសឈ្មោះលក់ឲ្យណាឈ្មោះលីនពិសីមិញហ្នឹងដែលខ្ញុំធ្វើការគាត់កក់លុយយើងមិញហើយយើងធ្វើការរើសមុខតំណែងដែលគាត់ទិញចូលអូខេបងអញ្ចឹងខ្ញុំធ្វើការជ្រើសរើសមុខតំណែងដែលគាត់ទិញយើងរក 3CE ចឹងរកគាត់យក3មុខតំណែងនេះអូខេបងអញ្ចឹងយើងលក់ឲ្យគាត់មិញបានអញ្ចឹងរកគាត់យក10ចេះមកចឹង470អញ្ចឹងយើងមាន down payment នៅលើនេះអញ្ចឹងយើងក៏ចុច down payment នេះមកយើងធ្វើការ select ទៅលើ invoice ដែលគាត់កក់យើងមុនហ្នឹង141ដុល្លារអញ្ចឹងយើងចុចលើនោះមកអញ្ចឹងទឹកប្រាក់470គាត់បានកក់មុន141ដុល្លារអញ្ចឹងនៅសល់តែ329ដុល្លារទេអញ្ចឹងពេលបង add មកមានថាលុយដែលគាត់នៅជាពាក់យើងចុងក្រោយនៅសល់តែ329ទេអញ្ចឹងណាបងអញ្ចឹងយើងធ្វើការចុចពី add មករួចរាល់ហើយអញ្ចឹងណាបងបាទអូខេបងតមកទៀតយើងមានតាក់ទងទៅលើ report stock ដូចគ្នាយើងមានចូលមកក្នុង report យើងមានតាក់លើ report នេះតាក់ទៅលើ report ការលក់បាទយើងមានទៅលើ report sale នេះ report ការលក់យើងមានទៅលើ top sale quantity summary មុខតំណែងដែលបងលក់ដាច់ជាងគេបាទអានេះតាក់ទៅលើ report ហោហើយយើង sell by customer បាទយើងមាន group customer sale យើងមាន sell by customer detail បាទយើងមានទៅលើ sell by employee យើងមាន sell quote sell order ហោហើយចឹងទៅអញ្ចឹងណាបងបាទចូលមកបន្តមកទៀតយើងមានទៅលើ report stock យើងមានទៅលើ stock in warehouse ទៅ warehouse យើងអាច filter មកបាននៅក្នុងហ្នឹងមកចង់មើលទៅលើ group cosmetic ហើយ warehouse មួយចឹងទៅយើងចុច filter អញ្ចឹង item ដែលមាន stock វា load ពណ៌បែបនេះ item ដែលមាន stock អញ្ចឹងណាបងវា load ឲ្យបងមើល stock អានេះ99នៅសល់នេះ50នៅសល់98ចឹងទៅអូខេបងចូលបន្តមកទៀតតាក់ទងទៅលើ audit របាយការណ៍លម្អិតទៅលើ stock មួយ filter ទៅលើ stock រយៈពេលនៅក្នុងថ្ងៃហ្នឹងតើបងមានប្រតិបត្តិការឬក៏បងចង់មើលខែប្រតិបត្តិការ stock បងចេញចូលប៉ុន្មានមួយ filter ទៅតាមឃ្លាំងមួយឬក៏តាក់ទងទៅលើ brand មួយបានអញ្ចឹងមកចុច filter មកវាជាប្រតិបត្តិការបងអញ្ចឹងទី1វាសូតាក់ទងទៅលើអ្នកធ្វើប្រតិបត្តិការមួយហ្នឹងជាមួយនឹង document ដែលប្រតិបត្តិការមួយហ្នឹងនឹង trace ថាអញ្ចឹងបងមើលប្រភេទ 3CE នេះខ្ញុំធ្វើការលក់ IN លក់ invoice បងលក់ប្រហែលលក់3អញ្ចឹង stock កាត់នៅសល់97តោះហើយខ្ញុំធ្វើការទិញចូលប៉ុន្មានទិញចូល100វាឡើង197ខ្ញុំទិញចូល100ទៀតឡើងចូល297អញ្ចឹងណាបងតោះហើយខ្ញុំធ្វើ delivery ខ្ញុំធ្វើការដឹកឲ្យគេអស់50អូខេបងតោះហើយខ្ញុំធ្វើការលក់ចេញ invoice ហ្នឹងប៉ុន្មានចេញ invoice 10ទៀតមិញខ្ញុំធ្វើ sell delivery ហ្នឹងដឹកឲ្យគេអស់50តោះហើយខ្ញុំមកលក់ invoice មិញហ្នឹងអស់10ទៀតអញ្ចឹងណាបងហើយប្រតិបត្តិការហ្នឹងគឺមានហោហាយនៅក្នុងហ្នឹងឲ្យតែប្រតិបត្តិការទៅលើទឹកវារត់ចូលក្នុង report ហ្នឹងទាំងអស់អញ្ចឹងណាបងបាទ
គេបងតោះហើយមកទីតាក់ទងទៅលើ alert ដែលបងចង់ដឹងតាក់ទងគឺការ alert ហ្នឹងយើងមានតាក់ទងការ alert អញ្ចឹងយើងមាន Telegram តាក់ទងការ alert គឺយើង alert ចូល Telegram ហ្មងអញ្ចឹងនៅលើនេះតាក់ទងការ alert យើងមានតាក់ទងការកំណត់ alert តាក់ទងទៅលើការ due date មានថា alert អតិថិជនជាពាក់បងអតិថិជនអ្នកខ្លះជាពាក់ហើយអតិថិជនអ្នកខ្លះដល់ថ្ងៃបង់លុយអញ្ចឹងណាបងហើយ alert ទៅទៀតគឺ alert តាក់ទងទៅលើstock ដែលបងថា stock មួយហ្នឹងវាជាភេទ min stock ឬក៏ out stock ឬក៏លើស stock អីចឹងទៅអញ្ចឹងនៅក្នុងនេះខ្ញុំកំណត់ item 3គឺ item មួយនេះរកវាជា min stock មានថាវាតូចជាង100អញ្ចឹងទៅចំនួន100វា load min stock ហើយអានេះ out stock item ដែលអត់មាន stock គឺ alert មកដែរឬក៏បងលើសកំណត់ stock ដែលលើស stock ដែលកំណត់ហ្នឹងក៏វា alert មកដែរអញ្ចឹងណាបងបាទអូខេបងហើយចូលបន្តមកទៀតតាក់ទងទៅលើដែលបងសួរតាក់ទងទៅលើ alert ថាអីវ៉ាន់ណាខ្លះដែលត្រូវដឹកឲ្យអតិថិជនរបស់បងបច្ចុប្បន្នតាក់ទងលើចំណុចហ្នឹងពួកយើងអត់ទាន់មានទេបងប៉ុន្តែយើងអាចធ្វើការ customize ថែមពីលើនឹងបានអញ្ចឹងណាបងបាទហើយចូលបន្តមកទៀតតាក់ទងទៅលើ report ក៏មានដូចគ្នាដែរតាក់ទងលើ report customer បងចង់ដឹងថាអតិថិជនណាខ្លះជាពាក្យបងអាចធ្វើការ filter មើលបាននៅក្នុងអញ្ចឹងបងនឹងពេលខ្ញុំចុចលើ customer engine នេះមកនឹងបង្ហាញពីអតិថិជនដែលជាពាក្យបងពីមុនមកអញ្ចឹងណាបងអញ្ចឹងនឹងបង្ហាញចំនួនប្រាក់ឬក៏ invoice មួយដែលអតិថិជនជាពាក់បងអញ្ចឹងទៅហើយកំណត់ថ្ងៃអតិថិជនណាខ្លះជាពាក់លើសពី30ថ្ងៃមាន30ថ្ងៃដល់31ដល់60 61ដល់90ឬក៏120បូកអញ្ចឹងទៅអញ្ចឹងណាបងអាច filter តាម customer បានបងចង់មើល detail ថាអតិថិជនមួយហ្នឹងគាត់ជាពាក់ទៅលើអីគេខ្លះមុខទំនិញខ្លះ invoice ណាខ្លះមុខទំនិញណាខ្លះបងអាចមើលបានទៅតាមហ្នឹងយើងមាន customer detail តែវិញយើងមាន customer statement ទៀតបងចង់ដឹងថាប្រតិបត្តិការបង់លុយរបស់អតិថិជនរបស់បងហ្នឹងបង់ប្រហែលតាមទៅប្រាក់ប៉ុន្មានហ្នឹងបងអាចមើលបាននៅលើនឹងវា detail ឲ្យបងទៅលើ invoice មួយណាខ្លះហើយមានឲ្យបងមើលអាច download PDFan ជា Excel ក៏បានដែរអូខេបងហើយនៅលើហ្នឹងក៏យើងមានទៅលើ vendor agent បងចង់ដឹងថាបងពាក់ទៅលើ supplier ណាខ្លះអាហ្នឹងក៏យើងមានដូចគ្នាដែរអញ្ចឹងណាបងអូខេបងហើយប្រតិបត្តិការ payment មានបងចង់ដឹងថាថ្ងៃហ្នឹងមានការទូទាត់តាមអីខ្លះបងអាច filter មើលបានក៏បានដែរនៅក្នុងហ្នឹងបងដល់ថ្ងៃហ្នឹងបងការទូទាត់តាមលុយដុល្លារនេះប្រហែល$1700អញ្ចឹងដែរអូខេបងហើយនៅលើនេះក៏យើងមានទៅលើ accounting ទៅលើ accounting នៅលើនឹងដូចគ្នាដែរអូខេបងអញ្ចឹងវីដេអូហ្នឹងយើងមានតែប៉ុណ្្នឹងដែរបងសម្រាប់ព័ត៌មានបន្ថែមបងអាចធ្វើការជួបគ្នានឹង detail ទៅលើពេល demo បន្ថែមជូនបងទៀតអញ្ចឹងណាបងនេះក៏ជាបង្ហាញបងទូទៅដើម្បីឲ្យបងលើកឡើងមកអញ្ចឹងណាបងអរគុណច្រើនបងជំរាបលា